PrEP PrEP សម្រាប់ការការពារមេរោគ AIDS HIV អ្វីដែលអ្នកត្រូវដឹងមុនពេលចាប់ផ្ដើមតើ PrEP PrEP ជាអ្វី PrEP PrEP ឬការការពារមុនពេលប៉ះពាល់គឺជាថ្នាំមួយដែលអ្នកលេបដើម្បីការពារមេរោគ AIDS HIV វាមានសារធាតុសកម្មពីរ Tenofovir disoprochil និង Emtricitabine នៅក្នុងថ្នាំគ្រាប់តែមួយប្រសិនបើលេបតាមការណែនាំវាបញ្ឈប់មេរោគ AIDS ពីការបន្តពូជនៅក្នុងរាងកាយរបស់អ្នកការស្រាវជ្រាវបង្ហាញថាប្រសិនបើលេបបានត្រឹមត្រូវ PrEP មានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការការពារមេរោគ AIDS មុនពេលអ្នកចាប់ផ្ដើមចំណុចសំខាន់អ្នកត្រូវតែគ្មានមេរោគ AIDS HIV negative ដើម្បីចាប់ផ្ដើមគ្រូពេទ្យរបស់អ្នកនឹងបញ្ជាក់រឿងនេះតាមរយៈការធ្វើតេស្តមុនពេលអ្នកចាប់ផ្ដើមហើយអ្នកនឹងត្រូវធ្វើតេស្តម្ដងទៀតជាប្រចាំក្នុងពេលដែលអ្នកកំពុងលេបវា PrEP មានប្រសិទ្ធភាពខ្ពស់ពេលលេបតាមការណែនាំការស្រាវជ្រាវបង្ហាញថា PrEP ប្រចាំថ្ងៃកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ AIDS ពីការរួមភេទបានជាង 99 មានមនុស្សមួយចំនួនតិចតួចទូទាំងពិភពលោកដែលបានឆ្លងមេរោគ AIDS ខណៈពេលកំពុងលេប PrEP ករណីដ៏កម្រទាំងនេះជាធម្មតាពាក់ព័ន្ធនឹងមេរោគប្រភេទដែលធន់នឹងថ្នាំឬមានបរិមាណនាំមិនគ្រប់គ្រាន់នៅក្នុងរាងកាយការលេបវាតាមការណែនាំគឺជាអ្វីដែលធ្វើឲ្យវាមានប្រសិទ្ធភាព PrEP ការពារតែប្រឆាំងនឹងមេរោគ AIDS ប៉ុណ្ណោះវាមិនការពារប្រឆាំងនឹងជំងឺកាមរោគ STIs ផ្សេងទៀតទេដូចជាស្វាយ Syphilis ប្រមេះ Gonorrhea ឬ Chlamydia ស្រោមអនាម័យកាត់បន្ថយហានិភ័យនៃជំងឺទាំងនោះហើយការធ្វើតេស្តកាមរោគជាប្រចាំគឺជាផ្នែកមួយនៃការលេប PrEP PrEP អាចប៉ះពាល់ដល់តម្រងនោម Kidneys របស់អ្នកករណីដ៏កម្រអាចមានការថយចុះនៃការត្រងរបស់តម្រងនោមឥទ្ធិពលនេះជាធម្មតាមានកម្រិតតិចតួចនិងងើបឡើងវិញនៅពេលឈប់លេប PrEP សូមប្រាប់គ្រូពេទ្យរបស់អ្នកប្រសិនបើអ្នកធ្លាប់មានបញ្ហាតម្រងនោមឬកំពុងលេបថ្នាំផ្សេងទៀតដែលប៉ះពាល់ដល់តម្រងនោមគ្រូពេទ្យរបស់អ្នកនឹងពិនិត្យមុខងារតម្រងនោមរបស់អ្នកមុនពេលអ្នកចាប់ផ្ដើមនិងនៅពេលពិនិត្យតាមការកំណត់ជាប្រចាំវាមានឥទ្ធិពលតិចតួចទៅលើដង់ស៊ីតេឆ្អឹង bone density សូមប្រាប់គ្រូពេទ្យរបស់អ្នកប្រសិនបើអ្នកមានជំងឺពុកឆ្អឹង osteoporosis ឆ្អឹងផុយឬមានប្រវត្តិគ្រួសារនៃជំងឺណាមួយក្នុងចំណោមនេះគ្រូពេទ្យរបស់អ្នកនឹងពិនិត្យស្ថានភាពជំងឺរលាកថ្លើមប្រភេទ B hepatitis B របស់អ្នកមុនពេលអ្នកចាប់តាមពីព្រោះថ្នាំនៅក្នុង PrEP ក៏មានឥទ្ធិពលលើជំងឺរលាកថ្លើមប្រភេទ B ផងដែរមនុស្សមួយចំនួនមានការមិនស្រួលក្រពះស្រាលនៅពេលពួកគេចាប់ផ្ដើមចង់ក្អួតផាងពោះលាមកទន់រឿងនេះជាធម្មតាធូរស្បើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងការពិនិត្យតាមការកំណត់ជាប្រចាំមានសារៈសំខាន់សូមគ្រងធ្វើការត្រួតពិនិត្យសុខភាពផ្លូវភេទពេញលេញនិងការជួបពិនិត្យជាមួយគ្រូពេទ្យរបស់អ្នករៀងរាល់3ខែម្ដងប្រសិនបើអ្នកមានរោគសញ្ញាណាមួយដែលធ្វើឲ្យអ្នកព្រួយបារម្ភនៅពេលណាមួយសូមនិយាយជាមួយគ្រូពេទ្យរបស់អ្នករបៀបលេប PrEP PrEP របៀបដែលអ្នកលេប PrEP អាស្រ័យលើប្រភេទនៃការរួមភេទដែលអ្នកធ្វើភាគច្រើនពីព្រោះថ្នាំត្រូវការរយៈពេលខុសគ្នាដើម្បីឈានដល់កម្រិតការពារនៅក្នុងជាលិកាខុសគ្នាសម្រាប់បុរសស្រឡាញ់ភេទដូចគ្នានិងបុរសស្រឡាញ់ភេទទាំងពីរដែលរួមភេទតាមរន្ធគូទមានជម្រើសពីរនៅទីនេះហើយទាំងពីរដំណើរការបានល្អ PrEP ប្រចាំថ្ងៃ Daily PrEP ការចាប់ផ្ដើមលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃបន្ទាប់ពីប្រហែល3ថ្ងៃនៃការលេបថ្នាំប្រចាំថ្ងៃអ្នកនឹងទទួលបានការការពារសម្រាប់ការរួមភេទតាមរន្ធគូទប្រសិនបើអ្នកត្រូវការការការពារលឿនជាងនេះអ្នកអាចលេបថ្នាំ2គ្រាប់ជាមួយគ្នាជាដូសដំបូងបង្អស់របស់អ្នកដែលឈានដល់កម្រិតការពារក្នុងរយៈពេលប្រហែល2ម៉ោងបន្ទាប់ពីនោះបន្តលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃការបន្តលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃវាមិនចាំបាច់ត្រូវលេបនៅម៉ោងតែមួយរៀងរាល់ថ្ងៃទេប៉ុន្តែការកំណត់ម៉ោងថេរធ្វើឲ្យវាងាយស្រួលចងចាំការឈប់បន្តលេប PrEP បន្ទាប់ពីការរួមភេទតាមរន្ធគូទចុងក្រោយរបស់អ្នកថ្នាំមួយគ្រាប់24ម៉ោងក្រោយនិងថ្នាំមួយគ្រាប់48ម៉ោងក្រោយពីថ្ងៃបន្ថែមនោះរក្សាកម្រិតការពារឲ្យនៅដដែលដើម្បីគ្របដណ្ដប់លើការប៉ះពាល់ថ្មីណាមួយបន្ទាប់មកអ្នកអាចបញ្ចប់បាន PrEP តាមតម្រូវការ On Demand PrEP ឬ211ការលេបតាមតម្រូវការត្រូវបានសិក្សាយ៉ាងល្អនៅក្នុងបុរសស្រឡាញ់ភេទដូចគ្នានិងបុរសស្រឡាញ់ភេទទាំងពីរដែលរួមភេទតាមរន្ធគូទនៅក្នុងការសិក្សា Epagay វាបានកាត់បន្ថយហានិភ័យនៃមេរោគ AIDS ប្រហែល86ហើយកើនឡើងដល់ប្រហែល97នៅក្នុងការសិក្សាបន្តពេលលេបបានត្រឹមត្រូវថ្នាំ2គ្រាប់ជាមួយគ្នា2ទៅ24ម៉ោងមុនការរួមភេទថ្នាំមួយគ្រាប់24ម៉ោងក្រោយដូសទ្វេដងដំបូងនោះថ្នាំមួយគ្រាប់24ម៉ោងក្រោយពីនោះ48ម៉ោងក្រោយដូសផ្ទុកប្រសិនបើការរួមភេទបន្តកើតមានឡើងលើរយៈពេលច្រើនថ្ងៃសូមបន្តលេបថ្នាំមួយគ្រាប់រៀងរាល់24ម៉ោងហើយលេបថ្នាំចុងក្រោយរបស់អ្នក48ម៉ោងក្រោយពេលចុងក្រោយដែលអ្នកបានរួមភេទចំណុចសំខាន់ការលេបតាមតម្រូវការដំណើរការតែជាមួយ PrEP ទម្រង់ Tenofovir disoprochil Emtricitabine TFFC ប៉ុណ្ណោះ Truvada និងថ្នាំ generic របស់វា
កំណត់ម៉ោងរត់សម្រាប់ថ្នាំ24ម៉ោងនិង48ម៉ោងមូលហេតុទូទៅបំផុតដែលធ្វើឲ្យការលេបតាមតម្រូវការបរាជ័យគឺការភ្លេចលេបថ្នាំតាមដានបន្ទាប់ពីការរួមភេទបានបញ្ចប់ថ្នាំតាមដានទាំងនោះគឺជាការការពារប្រសិនបើអ្នករស់នៅជាមួយជំងឺរលាកថ្លើមប្រភេទ Hepatitis B ការលេបប្រេបតាមតម្រូវការមិនសមស្របសម្រាប់អ្នកទេការលេបប្រចាំថ្ងៃនឹងល្អបំផុតសម្រាប់អ្នកដែលរួមភេទតាមទ្វារមាសឬទ្វារមាសថ្មី Neovaginal ស្ត្រីបុរសស្រឡាញ់ភេទផ្ទុយនិងអ្នកដែលមានបទពិសោធន៍ប្តូរភេទសម្រាប់ការរួមភេទជាដៃគូទទួល Receptive តាមទ្វារមាសនិងទ្វារមាសថ្មីប្រេបប្រចាំថ្ងៃគឺជារបៀបដែលត្រូវបានណែនាំឲ្យលេបវា Tenofovir ត្រូវការពេលយូរជាងដើម្បីឈានដល់កម្រិតការពារនៅក្នុងជាលិកាទាំងនេះច្រើនជាងសម្រាប់ការរួមភេទតាមរន្ធគូតដូច្នេះការលេបប្រចាំថ្ងៃផ្ដល់នូវការការពារដែលអាចទុកចិត្តបានបំផុតការចាប់ផ្ដើមលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃបន្ទាប់ពីប្រហែល7ថ្ងៃនៃការលេបថ្នាំប្រចាំថ្ងៃអ្នកនឹងមានកម្រិតការពារសម្រាប់ការរួមភេទតាមទ្វារមាសនិងទ្វារមាសថ្មីខុសពីការរួមភេទតាមរន្ធគូតការចាប់ផ្ដើមលឿនដោយលេបដូសទ្វេដងមិនកាត់បន្ថយរយៈពេលនេះទេដូច្នេះសូមឲ្យពេលវាគ្រប់7ថ្ងៃការបន្តលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃការឈប់បន្តលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃរយៈពេល28ថ្ងៃបន្ទាប់ពីពេលចុងក្រោយដែលអ្នកមានហានិភ័យកន្ទុយវែងជាងនេះរក្សាកម្រិតការពារឲ្យនៅដដែលដើម្បីគ្រប់ដណ្ដប់លើការប៉ះពាល់ថ្មីណាមួយការមានផ្ទៃពោះនិងការពន្យារកំណើតប្រសិនបើអ្នកអាចមានផ្ទៃពោះបានហើយអ្នករួមភេទដោយគ្មានស្រោមអនាម័យសូមចងចាំថាអ្នកអាចមានផ្ទៃពោះសូមគិតអំពីការពន្យារកំណើតប្រសិនបើអ្នកមិនកំពុងព្យាយាមមានកូនប្រេបទម្រង់ TFC ត្រូវបានណែនាំថាសមស្របក្នុងការបន្តលេបខណៈពេលកំពុងព្យាយាមមានកូនក្នុងពេលមានផ្ទៃពោះនិងក្នុងពេលបំបៅដោះកូនហើយគោលការណ៍ណែនាំបច្ចុប្បន្នមិនចាត់ទុកវាជាឧបសគ្គក្នុងការចាប់ផ្ដើមបង្កើតគ្រួសារទេប្រសិនបើអ្នកមានផ្ទៃពោះកំពុងគ្រោងមានផ្ទៃពោះឬកំពុងបំបៅដោះកូនសូមប្រាប់គ្រូពេទ្យរបស់អ្នកការលេបតាមព្រឹត្តិការណ៍ជម្រើសថ្មីមួយដែលត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកប្រេបប្រចាំថ្ងៃគឺជាជម្រើសស្តង់ដារនិងត្រូវបានណែនាំសម្រាប់ក្រុមនេះគោលការណ៍ណែនាំអន្តរជាតិថ្មីបែសចាក់ភពអង់គ្លេសឆ្នាំ2025ក៏គាំទ្រការលេបតាមព្រឹត្តិការណ៍សម្រាប់មនុស្សមួយចំនួនដែលរួមភេទជាដៃគូទទួល Receptive តាមទ្វារមាសឬទ្វារមាសថ្មីផងដែរវាមិនទាន់ជាស្តង់ដារនៅគ្រប់ទីកន្លែងនៅឡើយទេដូច្នេះសូមលើកយកមកនិយាយនិងគ្រោងវាជាមួយគ្រូពេទ្យរបស់អ្នកជាជាងចាប់ផ្ដើមដោយខ្លួនឯងប្រសិនបើអ្នកជាដៃគូទទួល Receptive ការវិភាគដែលត្រូវបានគាំទ្រគឺ2បន្ទាប់មក7ថ្នាំ2គ្រាប់2ទៅ24ម៉ោងមុនការរួមភេទបន្ទាប់មកនាំមួយគ្រាប់រៀងរាល់ថ្ងៃរយៈពេល7ថ្ងៃបន្ទាប់ពីពេលចុងក្រោយដែលអ្នកបានរួមភេទប្រសិនបើអ្នកជាដៃគូ Sub-insertiveការវិភាគដែលត្រូវបានគាំទ្រគឺ1ការលេបតាមព្រឹត្តិការណ៍ដំណើរការតែជាមួយទម្រង់ TFC ប៉ុណ្ណោះការពិនិត្យតាមការកំណត់ជាប្រចាំជាផ្នែកមួយនៃទម្លាប់ប្រេបធម្មតាអ្នកនឹងជួបគ្រូពេទ្យរបស់អ្នករៀងរាល់3ខែម្ដងនេះគឺសម្រាប់វេជ្ជបញ្ជាថ្មីការត្រួតពិនិត្យសុខភាពផ្លូវភេទពេញលេញនិងការពិនិត្យតម្រងនោមហើយវាក៏ជាឱកាសល្អក្នុងការនិយាយពិភាក្សាអំពីផលរំខានណាមួយផងដែរសូមជួបគ្រូពេទ្យរបស់អ្នកប្រេបជាថ្នាំដែលត្រូវមានវេជ្ជបញ្ជាដើម្បីដឹងថាតើវាសមស្របសម្រាប់អ្នកឬអត់និងជម្រើសណាមួយដែលសមនឹងស្ថានភាពរបស់អ្នកសូមនិយាយជាមួយគ្រូពេទ្យឬគ្លីនិកសុខភាពផ្លូវភេទនៅកន្លែងដែលអ្នកនៅសូមណាត់ជួបប្រសិនបើអ្នកមានរោគសញ្ញាណាមួយដែលធ្វើឲ្យអ្នកព្រួយបារម្ភប្រសិនបើអ្នកគិតថាអ្នកប្រហែលជាបានប៉ះពាល់ទៅនឹងមេរោគ AIDS ដោយគ្មានការការពារឬប្រសិនបើដល់ពេលពិនិត្យតាមរយៈពេល3ខែម្ដងរបស់អ្នកព័ត៌មាននេះមានលក្ខណៈទូទៅហើយមិនអាចជំនួសឲ្យដំបូន្មានវេជ្ជសាស្ត្រផ្ទាល់ខ្លួនបានទេប្រេបជាថ្នាំដែលត្រូវមានវេជ្ជបញ្ជាសូមនិយាយជាមួយគ្រូពេទ្យរបស់អ្នកអំពីថាតើវាសមស្របសម្រាប់អ្នកឬអត់វេជ្ជបណ្ឌិត George Forgan Smith គ្រូពេទ្យគ្រួសារ